នៅជាមនុស្សនេះឡើងធ្វើសេដ្ឋីបន្តទៀតកាន់តាមឪពុកម្ដាយនឹងទៀតឪពុកម្ដាយអញមានធម៌មានសិលមានសទ្ធាធ្វើបុណ្យក្នុងពុទ្ធសាសនាចេះដាក់បាតលោកចេះចែកទានចេះធ្វើបុណ្យឲ្យធ្វើតាមដែរអញ្ចឹងដល់គាត់ស្លាប់ពីមនុស្សនេះទៅកើតជាច័ន្ទទេវបុត្រនៅសល់កូនឡើងធ្វើសេដ្ឋីបន្តទៀតដល់កូននឹងឯងនឹកឃើញថាអញកាន់តាមម៉ែឪដូចតែគ្នាដែរជីដូនជីតាអញម៉ែឪអញពូជអញអ្នកធ្វើបុណ្យទោះបីណាជឿមិនជឿអញមិនខ្វល់អញកាន់តាមរសាប្រពៃណីអញតកូលអញអ្នកធ្វើបុណ្យអញកាន់តាមថែរសាសិលអញ្ចឹងដែរអញធ្វើទានអញ្ចឹងដែរដល់ស្លាប់ទៅគាត់កើតជានាតល័យទេវបុត្រកូននាតល័យទេវបុត្រញោមនៅឯស្រុកមនុស្សនេះឡើងធ្វើជាសេដ្ឋីបន្តទៀតគាត់រសាសិល5ចាំសិល8ចែកទានដល់ចាស់ទុំចេះធ្វើបុណ្យមានសទ្ធាជ្រះថ្លាដាក់បាតប្រសង់ដោយគាត់ថាកាន់តាមពូជពងវងតកូលពីដូនតាមកធ្លាប់តែជឿអញ្ចឹងគាត់ស្លាប់ទៅបានកើតជាទេវបុត្រឈ្មោះបញ្ចសិក្ខទេវបុត្រនៅឋានសួគ៌នៅសល់កូននៅស្រុកមនុស្សនេះឈ្មោះកោសយៈសេដ្ឋីគាត់ឡើងមកធ្វើជាសេដ្ឋីដល់ពេលគាត់ឡើងមកធ្វើសេដ្ឋីគាត់បែកកំណត់តែម្នាក់ឯងគាត់ថាពុកអញពេញមនុស្សឆោតជីតាអញពេញជាមនុស្សឆោតជីទួនអញពេញជាមនុស្សឆោតអូមិនកើតទេឪពុកម្ដាយអញដូនតាអញឆោតតែឆោតយ៉ាងហ្នឹងទៅយកលុយទៅធ្វើបុណ្យទៅធ្វើទានទៅកសាងកុដិសាលារៀនស្ពានថ្នល់មន្ទីរពេទ្យទៅជួយអ្នកក្រអ្នកកំសត់អូគ្មានប្រយោជន៍អត់មានបុណ្យកុសលអីទេសិតតែពួកមនុស្សឆោតអញមិនជឿអញមិនធ្វើអីទាំងអស់អញស៊ីទ្រព្យសម្បត្តិនឹងមកសបាយអញគ្មានជឿអីទាំងអស់ដល់ពេលអញ្ចឹងទៅគាត់រិះខំគាត់មិនមានសទ្ធាមិនជឿទេញោមហើយក៏គាត់ទៅបានឡើងជាឋានៈជាសេដ្ឋីដោយសារគេចាស់ពីឪពុកម្ដាយមកហើយដល់ស្ដេចហៅទៅប្រជុំមានភារៈអីទៅចូលវាំងជាមួយសេដ្ឋីដទៃញោមមកទៅគេអញ្ជើញទៅសម្រាប់ផ្ទះសេដ្ឋីមួយនោះសេដ្ឋីនោះគេអ្នកមានសទ្ធាជ្រះថ្លាគេដាំបាយមកទុកបាយយ៉ាស់ឲ្យមានទាំងបាយមានស្ករក្រាមមានដាក់សឹកពេកដាក់ទឹកឃ្មុំអីឆ្ងាញ់ណាគេឲ្យទទួលភ្ញៀវទៅសម្រាប់នៅផ្ទះហ្នឹងសេដ្ឋីដទៃគេចូលហូបឲ្យព្រាតសេដ្ឋីហ្នឹងគាត់អត់ហ៊ានចូលគេគាត់អង្គុយអត់គាត់នឹកឃើញថាបើអញចូលទៅផ្ទះគេតែអញហូបវាជាពាក់គេដូច្នេះតែគេទៅផ្ទះអញពិបាកដាំសងគេវិញបើអញ្ចឹងអញមិនខ្ចីហូបរបស់គេទេកុំឲ្យជាពាក់របស់គេព្រោះគាត់នឹងកម្រិតអីគេដាំទៅគេមានដាក់ទឹកឃ្មុំគេដាក់សឹកពេកគេដាក់ស្ករក្រាមស្ករអំពៅអូយគាត់តែធំក្លិនមកនោះវាឈ្ងុយឆ្ងាញ់ឃ្លានណាប្រពន្ធថាខ្ញុំចេះតាឯងអាមធុបាយយ៉ាស់នឹងខ្ញុំចេះឯងមិនបាច់ភ័យទេបើអញ្ចឹងបើឯងចង់ហូបចឹងមិនបាច់ដេកកើតទុកទេចាំខ្ញុំដាំជប់លៀងអ្នកស្រុកអ្នកភូមិយើងឲ្យហូបឲ្យសប្បាយម្ដងណាឯងស្រាប់ភាសានឹងស្ដីឲ្យហ្មងជីពេលឯងស្អីប្រុងមានសទ្ធាអីធ្វើឲ្យអ្នកភូមិអ្នកស្រុកហូបអញគ្មានសទ្ធាឲ្យទេអង្គអញលុយអញទ្រព្យអញនាំអស់អញមកទេកុំបាច់មកធ្វើឲ្យអ្នកស្រុកអ្នកភូមិអាហើយប៉ុន្តែឯងមិនបាច់អ្នកស្រុកអ្នកភូមិឥឡូវអ្នកនៅមកផ្ទះមកជួបផ្លូវយើងហ្នឹងហើយអញ្ជើញគាត់មកហូបឲ្យជុំគ្នាឲ្យសប្បាយម្ដងណាឯងហេអត់ទេខ្ញុំឃ្លានតាខ្ញុំគ្មានណាលុយទៅចំណាយឲ្យអ្នកនៅមកជួបផ្លូវណាហូបទេខ្ញុំមិនព្រមទេកុំឲ្យអស់ទ្រព្យបង្ហាន់បង្ហើយស្រាប់តែប្រពន្ធនឹងថាឥឡូវចេះទៅបើណាឯងមិនព្រមអញ្ចឹងចាំយើងដាំតម្រូវតែអ្នកមកផ្ទះយើងហូបជុំគ្នាទៅណាហេមកផ្ទះអីខ្ញុំអ្នកឃ្លានមកផ្ទះវាអស់ច្រើនណាអស់លុយអស់កាក់អស់ទ្រព្យខ្ញុំមិនចង់ហូបរបស់គេខ្លាចវាជាពាក់គេហ្នឹងហេមកចង់ដាំឲ្យអ្នកផ្ទះខ្ញុំមិនព្រមទេកុំឲ្យអស់ទ្រព្យអស់លុយហើយបើណាឯងមិនព្រមទេចឹងឥឡូវយើងដាំតម្រូវតែ2នាក់ឯងហើយខ្ញុំទៅបានហើយណាហើយចុះយីពេឯងហ្នឹងវាឃ្លានស្អីដែរខ្ញុំមិនទេអ្នកឃ្លានយីពេឯងមិនបាច់ទេអើបើចឹងចាំខ្ញុំដាំឲ្យឯងហូបតែឯងក៏បានដែរកុំទៅកើតទុកណែយីពេឯងចង់ដាំហ្នឹងអត់បានទេកុំដាំហ្នឹងអាហ្នឹងក្លិនវាឈ្ងុយណាស់តែឈ្ងុយដល់គេមុខតែមកសុំយើងអស់ឥឡូវហើយបើចឹងមកវិញឲ្យខ្ញុំមកដាំកមកក្តាប់2មកហើយសឹកពេប៉ុណ្ណេះមកទឹកឃ្មុំប៉ុណ្ណេះមកហើយស្ករអំពៅប៉ុណ្ណេះស្ករក្រាមប៉ុណ្ណេះដាក់ឆ្នាំងដាក់អីមកកំបិតមួយមកខ្ញុំទៅដាំឲ្យព្រៃយកគ្មានធំដល់ទីណាទេហូបតែម្នាក់ឯងឆ្អាតចាំត្រឡប់មកវិញប្រពន្ធមើលមុខឲ្យតពេនេះឬរថ្នាក់ហ្នឹងអញ្ចឹងក៏អញ្ចឹងទៅវិចបិចឲ្យប្តីទៅយកទៅដាំឲ្យព្រៃតែឯងប្តីហ្នឹងកាន់កវិតដើរទៅព្រៃឲ្យឆ្ងាយបន្តិចមានស្រះទឹកមួយក្នុងព្រៃហ្នឹងមើលតំណងតំណេះមានណាគេឃើញទេស្ងាត់ល្អណាស់ដាំតែហ្នឹងស្ការព្រៃឲ្យស្អាតប្រកាសភ្លើងដាំបាយខ្លាច់ធំដល់គេញោមហើយពួកឪពុកជីតាទួតតាលូតដែលកើតជាប្រអិនកើតជាទេវបុត្រនៅលើអង្គុយមើលពីលើមកជំនុំគ្នាប្រាថ្នាកូនយើងអាមួយចៅយើងអាមួយនឹងខូចពូជអម្បូរយើងអស់ហើយ
mà phu dương tăng bị đồn ta mau sẽ tất cả chỉ manu tê pada lấy bia mau môi tiên mà phu dương ở tên là ruộng thằng mà dương mình trong tay chui tê trọp sầm bát thằng nâng rồi lấy bát hơi khôn viết tên là ruộng tiền bà chân dương tay chui côn dương mau tay chui chào dương phu tê pada nó còn nói một cái hộp chọc máu nên mất thưa xanh kia mau mà đông nè thôi chỉ là bạch chạ là khao lên chỉ mười quạt nâng sẵn sẽ bấm cái bông đặt đăng bái chắc ta miên mà nó hùng bên phơi mà đào rục prey prao ơi nhóm bên phơi xóm xuân tí hả hay như nam bên phơi nhóm nè xóm xuân tí phơi na tới từ điên là say hết phơi nam tới mấy mà chọn phơi nắng đó phơi từ điên là say nó nhóm họ phơi khơi đến lúc mọt che tên giấy chương che ta đào cho mò để khó thay cái khơi bài ta có mau lên nó ấy nhóm ấy lúc đăng bài ta mi ô là mong nhóm ta đặt bài vô nhóm bên phơi lấy nhóm xong bài hô phóc này coi chăm nắng và hai chỉ lúc đăng bài nắng thừa tiền đặt đo xong mình chợ đi cô bạc tiền chỉ ngàn và xong ai mới tới chân nhóm này coi nắng chăm từ tua đây này anh đăng hộp anh đấy anh mình ơi na thế tới na phát đó ý lúc ấy cả chỉ mà lúc kem ơi cầm nanh đấy na đã prey chân phong miền phơi són slap này ai lớp mình bên na cái chui thế bầm che chạy kia nắng từ miền phơi són slap ở đây ha còn dây chân tích lóng ăn coi cha mình ơi màอะไรแต่นำไปดดออนจะลายแล้วมอมันเนี่ยทีนะดาพี่น้องมอมร้องรุกเพลลูกเอ้ยลูกยมเบ่งเพลตื่นหน้าตื่นเรียนอะไรฮะไอ้เจ้าอานามเบ่งเพลมอทีนะน้องตื่นก็มอนั่งยมมอเพลเคยที่ลูกช่วยพักนี่พอตื่นน้องตื่นก็มอหมดจะแต่ท่าเชื่อมจะแต่เชียนเมาไอ้ถ้าเขาไม่มาก็ไม่มาแต่โจรเมาดำใบไอ้ฮีกระปงตะเคลียนท้องน้องตุ่มน้องเฟิร์บดแล้วน้องđã chẳng hạn lúc rồi của chụp trang tung ấy giang mà bài chẳng chẳng nhầm đừng coi đừng đá cái lô bàn hốc nè anh mà nào đi từ na từ giờ hí anh đâm hốc anh thấy có mò lô còi lô nè cà chim mà nung nâng á phải bon trang thì môn mò thọ thừa bon thừa tiên bàn cà mà miền trọp mà nâng á ai bên lô ăn bàn thừa bon chẳng tên mà lại cà từ chia sắt côกับbay sắt đây để chán này từ lô prai đây ai bên lô bàn thừa bon là thèm tiết tới chiết khơi tiết lô bàn cà chim mà nung tiết bàn trọp sầm bát trái tiết na anh thọ anh coi xem mà chạm anh ăn mà mau mà nè tiết cái chương mau mà đong hả mà đôi nó sệt mà lô coi lô nhầm bên phơi chui nhầm phong ai na phơi tay bên phơi hơi mấy ngày năng sụt sụt tay nè bên phơi mà tiết đấy anh tham mà phơi nó mà bị ngặt mà nè anh nhìn mà chụp tay nè bên phơi mau đi na tay lô con mau nè ai na phơi tay trong bên là say lô thật tay nó tham mấy lôจะดำบานเตนะphơi bên là sayเชื่อจะดำตำล่องข่าวตื่นnó vậy bênนั้นlàดำบานtham mấy lô tham mấyด่าโจlạiต่อđóฮะดำใบท่านนี่โอ้แมนกับปงตะเคลียนอีในจางหกได้หายจีบานนั่นมือตื่นanhเอาđiตื่นนะอีจุดสตแนงเบ่งไปเลยโลกาจิมโนนี่ยืงโดยสามปืนละอบานกาจิมโนโดยชนะให้มโนยืงตอนละเมียนทอสันดาวคะแนนจังบานกาจิมโนเตี้ยให้ใบโลกาจิมโนให้อัดเมียนทอสันดาวคะแนนนะกดตื่นเดริชันบานกาจิมโนเตี้ยนั่นอันคล้องกุ้ยสีมาจะมันเอามาไอ้ตอนละกรบตั้งปรามอยู่ไอ้เนี่ยกุ้ยเล่นกับโปลมกอันหน่อยanh tham mình ta mày tia thế không ai bị thông đòn mà đâu mà buôn không prey bên đây thì mình mau sẽ đạp cuộn quên pleu chăn nữa lúc chăn nữa anh chăn này chào anh ơi bên lật mà bắt đặt đây anh ơi đi bên lật sky mà lật sky bên lật sky mà nè mui mà bộ tê bắt đầu nắng bên lật sky mà nè mui giờ mà tê lẹ pru pan chừng ngày ngọc anh hơi lật sky cái thôn đấy anh mau đi thông tin chứ bài anh mà năng bằng ai bây giờ là cái kỳ bộ tê bắt đầu nó lúc đây tôi play hay mà tiền nó bây giờ là cái kỳ thì lẽ nó phân kre cái đang thì mất tận time thế đâu là này bọn tôi lẽ một pro là cái kỳ ngọc anh thì là cái kỳ thông chừng là cái kè tiết thông chừng cái kre tiết anh mà ao vậy ê lúc ạ dây sạch chạ nó play phong thả ao kê cái không coi chăm hay đó là cái trong coi thả mình ao kê mấy ha anh ta cái mình ơi chặt mình tí cho mình bài nó chặt nó trong thằng mò thằng để chặt tiền nó bị trong thằng mò thằng bèm trong bạch bèm thằng em mò con nó bị trong thằng mò thằng mấy cái bài nó bèm thằng mò bán đạo anh tí mà nè chẳng á đó là về chân tứ sát tệ riết và hô tới nhóm bốc luôn anh và cao chia pan cho cả tì và bọt nó nghĩa cặp lại bông ta nó còn nơi thàn xua nó còn cặp lại nè đó là về con mình mất thôi chỉ cái môi nó bỏ bị thằng mà
นี่มันធ្វើឆ្កែមួយបល់មកដល់លើកជើងរះនោមដាក់ព្រៃញោមនោមដាក់ព្រៃរះមកជួអញ្ចឹងទៅមកតម្រង់សេដ្ឋីហ្នឹងហើយពួកទេវតាហ្នឹងឃើញឆ្កែមកអញ្ចឹងនាំនេះយកដៃខ្ទប់បាយកុំឲ្យឆ្កែនោមដាក់សេដ្ឋីហ្នឹងយកបាយយកដៃខ្ទប់ដែរមានឯណាតម្រង់ឲ្យចំក្រងដៃសេដ្ឋីហ្នឹងឆ្វោកពីលើខ្នងដៃហ្នឹងខឹងហ្មងអាឆ្កែមកពីណាអញមិនទាន់បានស៊ីបាយផងឆ្កែមកនោមដាក់ដៃទៀតលើកឲ្យឆ្នាំងបាយមកដាក់ក្បែរមាត់ស្រះណែលោកទាំងអស់គ្នាមើលបាយខ្ញុំផងខ្ញុំទៅលាងដៃមួយផ្លែទេណាមើលខ្ញុំផងអាឡៃចុះមកលាងដៃអាដៃលាងតែអាភ្នែកមើលទៅឆ្នាំងបាយខ្លាច់គីឡូពីណាមកយកឆ្កែនឹងត្រឡប់មកវិញពំឆ្នាំងបាយពំឆ្នាំងបាយរត់កាត់ព្រៃទៅឯនេះមិនទាន់ទឹកប្រងប្រងឆ្កែយកឆ្នាំងបាយខ្ញុំទៅឲ្យឆ្កែជួយខ្ញុំផងលុតឡើងពីក្នុងស្រះមកដេញតាមឆ្កែនឹងពនងមួយទៅមកឆ្កែពីណាយកឆ្នាំងបាយខ្ញុំទៅមិនទាន់បានស៊ីមួយម៉ាត់ផងយកទៅហើយដេញអាឆ្កែបល់ឲ្យឆ្ងាយបន្តិចត្រឡប់មកវិញបែរខ្លួនមកព្រីខ្លួនប្រព័ន្ធសេះខ្ញុំប្រព័ន្ធសេះហាមាត់ខ្ញុំទំលែងខ្លួនមកឲ្យនេះឃើញតែឆ្កែប្រព័ន្ធសេះបោះអាពនងចោលរត់យកព្រះអាយុរត់មកហើយគេជួយផងជួយខ្ញុំផងស្រាប់តែមនុស្សនឹងអង្គុយ4នាក់នេះងើបឡើងទៅលើដែរទៅលើអាកាសសំផុតចង់ព្រៃអស់ហើយលេងហើយក៏រត់តែម្នាក់ឯងឆ្លាចុះឆ្លាឡើងជួយខ្ញុំផងហាហើយពួកឯងដែរទៅលើមេឃអស់ហើយពួកឯងជាស្អីគេពួកឯងជាស្អីគេបានគេសើចកើគេនិយាយប្រាប់គេថាណែនេះជាតាណែឯងនេះតាទូតណែឯងនេះតាលូតហើយនេះឪពុកណែឯងគេឃើញណែឯងហ្នឹងដើរខុសពូជពងវងតកូលពូជពួកយើងសត្វតអ្នកមានសិលមានសទ្ធាធ្វើបុណ្យធ្វើទានស្រាប់តែឯងមកមួយប្រព្រឹត្តអំពើខុសឆ្គំឆ្គងមិនជឿសិលមិនជឿទានមិនធ្វើបុណ្យណែឯងនឹងទៅនរកបានពួកគេចុះមកជួយណែឯងនឹងភ្ញាក់ខ្លួនឡើងខំធ្វើបុណ្យឡើងចាស់ហើយបន្តិចទៀតស្លាប់ចោលទ្រព្យនឹងអត់មានអីសង្ឃឹមទេបើមិនធ្វើបុណ្យនេះទ្រព្យនឹងបានទៅលើដៃគេខ្លួនឯងទៅនរកអើយស្រាប់តែភ្លឺស្វាងតែញមងញោមឃើញឪពុកឃើញអីមកបង្ហាញខ្លួនផ្ទាល់ឲ្យឃើញអញ្ចឹងដូច្នេះពួកឪពុកនឹងជីតាលាទៅឋានសួគ៌វិញគាត់នេះចេញត្រឡប់ទៅផ្ទះវិញអត់និយាយច្រើនទេវាប្រពន្ធម៉ែវាដាក់កម្មវិធីបន់នៅអញមួយ7ថ្ងៃមកមុនលោកឲ្យមកឆាត់នៅព្រោះព្រាតហ្មងនិយាយនឹងគាត់ឆ្ងល់អត្តពេនេះមិនកាលពីមុនកំណាញ់សំបីអង្គមកកំប៉ុងបាយមកវែកដែរចែកឲ្យវៀតណាមដែរដាក់បាត់លុយទៅព្រៃម្ដងមកវិញលេចចង់ធ្វើបន់ធំចេះតែឆ្ងល់ប្តីហ្នឹងបានដឹងរឿងហ្នឹងទៅបានជ្រះថ្លាធ្វើបន់ណែអាត្មានឹកឃើញរឿងហ្នឹងថាអ្នកដែលស្លាប់ទៅកើតឋានសួគ៌ហ្នឹងក៏នៅបារម្ភពីកូនណែខ្លាចកូនដើរផ្លូវខុសប៉ុន្តែនិយាយពីម៉ែឪខ្លះកើតកន្លែងថោកទៀតវិញក៏គាត់នឹកពីកូនណែខ្លាចកូនមិនធ្វើបន់ឲ្យគាត់មានសេដ្ឋីម្នាក់ញោមឲ្យនៅរាជក្រឹសគាត់នឹងអត់ដែលធ្វើសិលអត់ដែលធ្វើទានស្រាប់តែស្លាប់ទៅកើតជាប្រែតអត់ចំណីអាហារហើយប្រែតនឹងនៅលើផែនដីជាមួយយើងដែរដល់ល្អត់ទៅគាត់ថាវាមានតែបត់